ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះផងដែរយើងនឹងមកធ្វើការសម្រាយរឿង Red Bird in the End Time ភាគបន្តរបស់យើងជាដំបូង admin សូមអភ័យទោសទៅដល់អ្នកទាំងអស់គ្នាដែល admin ធ្វើអ្នកទាំងអស់គ្នាចាំរឿងមួយនេះយូរក៏ព្រោះតែ admin រងចាំឲ្យ website ចេញឲ្យបានច្រើនភាគផងដែរដោយមើលឃើញនៅក្នុង comment ថាអ្នកទាំងអស់គ្នាពិតជាមិនចង់ឲ្យ admin រងចាំបន្តទៀតនោះទេអញ្ចឹងហើយបានជា admin នៅថ្ងៃនេះលើកយករឿងនេះមកសម្រាយតែម្ដងមុននឹងចូលទៅដល់សាច់រឿងរបស់យើងដូចមុនអញ្ចឹងដែរ admin ក៏សូមអរគុណទៅដល់អ្នកទាំងអស់គ្នាដែលបានចូលមកទស្សនាវីដេអូរបស់ admin ក៏ដូចជាជួយ subscribe នៅ channel របស់ admin ជាពិសេសពិតជាអរគុណខ្លាំងមែនទែនសម្រាប់ការប៉ាកាហ្វេរបស់អ្នកទាំងអស់គ្នាមកឲ្យ admin អូអ្នកទាំងអស់គ្នាមួយទៀត admin នៅលើនេះគឺថាមាន TikTok ហើយអញ្ចឹងហើយអ្នកទាំងអស់គ្នាជួយ follow TikTok របស់ admin ផងនៅក្នុង TikTok នោះផងដែរ admin មិនបានសម្រាយរឿងនោះទេប៉ុន្តែ admin នឹងចែករំលែកចំណេះដឹងដែល admin មានទៅឲ្យអ្នកទាំងអស់គ្នាតោះមិនចាំបាច់អមឡាយពេលវែងឆ្ងាយទៀតនោះទេយើងចូលមកកាន់សាច់រឿងរបស់យើងទាំងអស់គ្នាទៅក្រោយពីខានសម្រាយយ៉ាងយូរប្រហែលជាអ្នកទាំងអស់គ្នាអាចនឹងភ្លេចសាច់រឿងអស់ទៅហើយឥឡូវនេះ admin សូមមកប្រាប់តអំពីសាច់រឿងបន្តិចសិនសាច់រឿងរបស់យើងគឺបានតពីអាសង្គមដែលត្រូវគ្នារបស់អាត្រងោឡំពាត់ហើយអាសង្គមក៏បានសួរទៅអាត្រងោថាហើយអ្វីបានជាមកធ្វើបាបខ្លួនបែបហ្នឹងច្បាស់ជាមានការយល់ច្រឡំអីមួយហើយភ្លាមនោះសង្សារអាត្រងោនាងក៏បាននិយាយទៅកាន់អាសង្គមវិញថាមានការយល់ច្រឡំលីឆេងប្រាប់វាឲ្យដឹងទៅមុននឹងវាងាប់ភ្លាមនោះពេលលីឆេងវាក៏បានប្រាប់ទៅអាសង្គមពួកយើងបានធ្វើដំណើរទៅរោងចក្រធ្យូងថ្មហើយប្រទះឃើញសាកសពរបស់លីជីងរូបានដេកស្លាប់នៅទីនោះប៉ុន្មានវិនាទីក្រោយមករាងកាយរបស់ពួកគេបាត់ដោយគ្មានស្លាកស្នាមហើយបន្តមកទៀតយើងឃើញថាมันមានសញ្ញាប្រយុទ្ធគ្នានៅទីកន្លែងរោងចក្រនោះទេប៉ុន្តែផ្ទុយទៅវិញពួកគេបានសម្លាប់គ្នាឯងនៅអំឡុងពេលដែលលីជីងរូនាងបរាជ័យពីបេសកកម្មភ្លាមនោះអាសង្គមក៏បានប្រកែកភ្លាមថាអត់ទេវាមិនពិតនោះទេលបងឯងដូចជាអត់មានផុសតាងអីផងនឹងរឿងទាំងអស់នេះលបងឯងគឺជាអ្នកប្រឌិតឡើងដោយខ្លួនឯងទាំងអស់បានលើដូច្នេះអាតងោក៏បានសើចអាកាក្អាយរួចវានិយាយថាផុសតាងតែឯងនឹងជឿទៅលើផុសតាងនៅក្នុងសម័យនេះដែរឬទេយើងប្រាប់ឯងឲ្យត្រង់ទៅចោះប្រសិនបើមិនមែនលីជីងរូលជាមួយនឹងសមត្ថភាពរបស់អាទី2ទេនោះយើងនឹងកំចាត់ពួកឯងអស់ជាយូរមកហើយហេពួកឯងឆាប់សម្លាប់ពួកគេភ្លាមទៅភ្លាមនោះកូនចៅរបស់អាសង្គមវាក៏បានសុំអង្វរទៅពួកគេកុំឲ្យសម្លាប់ខ្លួនដោយប្រកាសថាខ្លួនមានព័ត៌មានសំខាន់ចង់ប្រាប់ទៅពួកគេរួចសង្សារអាត្រងោនាងក៏បាននិយាយថាតើមានព័ត៌មានអីដែលជាគួរទីចាប់អារម្មណ៍កូនចៅអាត្រងោវាក៏ចាប់ផ្ដើមរៀបរាប់ប្រាប់តែម្ដងមានទីតាំងមួយនៅឯភូមិកង្កើតនៅទីក្រុងដែលមានមនុស្សនិងមានធនធានជាច្រើនបងស្រីជាមួយនឹងបងប្រុសទី2របស់ខ្ញុំគឺខ្ញុំត្រូវបានបាត់បង់ពួកគាត់នៅទីនោះកុំសម្លាប់ខ្ញុំអាចនាំអ្នកទាំងអស់គ្នាទៅកន្លែងនោះបានមីអូនសង្សារអាត្រងោនាងក៏បានសួរបន្តទៀតថាតើកម្លាំងរបស់ពួកគេយ៉ាងម៉េចដែរបើប្រៀបធៀបជាមួយនឹងពួកយើងលឺនាងនិយាយបែបនេះកូនចៅរបស់អាត្រងោពិតជាពិបាកនិយាយខ្លាំងមែនទែនរួចនាងក៏បានបន្តទៀតថានេះគឺជាការគម្រាមកំហែងពិតមែនបន្ទាប់មកកូនចៅអាត្រងោវាក៏បាននិយាយបន្តទៀតពួកគេនៅតែមិនដឹងអំពីការខ្លាចទៅជាមនុស្សពិសេសខ្ញុំគឺមិនបានឃើញមនុស្សពិសេសមួយណានៅទីនោះឡើយរួចអាត្រងោវាក៏បាននិយាយបន្តិចថាវិធីសាស្ត្រនៅក្នុងការវិវត្តខ្លួនខ្លាចទៅជាមនុស្សពិសេសប្រសិនបើគ្មាននរណាម្នាក់នៅក្នុងចំណោមពួកគេជាមនុស្សពិសេសនោះទេតើពួកយើងចាញ់ដោយរបៀបណាកូនចៅអាត្រងោវាក៏បាននិយាយប្រាប់បន្តទៀតពួកគេគឺមានអាវុធធុនធ្ងន់គ្រាប់កាំភ្លើងធម្មតាគឺមិនអាចសម្លាប់បងទី2បានទេពួកគេបានសម្លាប់គាត់ដោយគ្រាន់តែបាញ់មួយគ្រាប់តែប៉ុណ្ណោះបន្ទាប់ពីបានដឹងព័ត៌មានអស់ហើយសង្សារអាត្រងោនាងក៏បានសរសើរទៅកូនចៅរបស់អាសង្គមល្អព័ត៌មានពិតជាល្អខ្លាំងណាស់ឮគេសរសើរខ្លួនបែបនេះគិតក្នុងចិត្តរបស់ខ្លួនថាហេតែប៉ុណ្ណេះអញរស់ហើយរួចវាក៏បានសួរទៅអាចារ្យអញ្ចឹងតើពួកខ្ញុំត្រូវធ្វើមួយទៀតអាចារ្យក៏បាននិយាយយ៉ាងខ្លីៗហើយខ្លឹមថាសម្រាប់ពួកវាទៅគ្រាន់តែបានឮសំឡេងប៉ុណ្ណេះប្រមិនអាចនិយាយអ្វីចេញបានទៀតឡើយគឺថាគាំងតែម្ដងបន្ទាប់មកយើងក៏បានឮសំឡេងសុំអង្វរជាច្រើនលើកជាច្រើនសារប៉ុន្តែទោះបីជាយ៉ាងណាពួកគេនៅតែស្លាប់ដដែលអាត្រងោវាបានឈរមើលសាកសពរបស់អាសង្គមរួចនិយាយថាអ្វីដែលគម្រាមកំហែងមកកាន់ពួកយើងត្រូវតែដោះស្រាយជាបន្ទាន់ភ្លាមនោះសង្សាររបស់អាត្រងោនាងក៏បាននិយាយទៅកាន់អាត្រងោពួកគេគឺមានអាវុធធុនធ្ងន់វាប្រថុយពេកនៅក្នុងការវាយប្រហារឥឡូវនេះយើងគួរតែអភិវឌ្ឍបន្ថែមទៀតជាមុនសិនដើម្បីសុវត្ថិភាពឆាប់បញ្ជូនមនុស្សទៅបញ្ជាក់ថាពួកគេគឺពិតជាមិនដឹងពីរបៀបខ្លាចទៅជាមនុស្សពិសេសបន្ទាប់មកប្លង់របស់យើងក៏បានកាត់មកចាងសៅយ៉ាងរបស់យើងឯនេះវិញគាត់កំពុងតែមើលទៅកាន់ system ដែលពិន្ទុរបស់គាត់បច្ចុប្បន្នគឺមានចំនួន126ពិន្ទុនៅក្នុងហាង system នោះផងដែរគឺមានដាក់លក់ចំនួន2ប្រអប់ដែលប្រអប់ទី1មានតម្លៃ5ពិន្ទុហើយប្រអប់ទី2មានតម្លៃ50ពិន្ទុប្រអប់ទី1នៅក្នុងនោះគឺមានស្ករខ្លាញ់ជាមួយនឹងប្រូតេអ៊ីនរីឯប្រអប់ទី2គឺជាប្រអប់បច្ចេកវិទ្យាខ្មៅហើយវាមាន level 2 ទៀតផងសម្រាប់នៅក្នុងការ refresh យកប្រអប់ថ្មីគឺសៅយ៉ាងត្រូវចំណាយ4ពិន្ទុចំណែកឯសៅយ៉ាងគ្រាន់តែឃើញភ្លាមគេពិតជាសប្បាយចិត្តជាខ្លាំងពីព្រោះថាវាគឺជាសំណាងរបស់គេហើយមិនចាំយូរឡើយគេក៏បានចុចទិញយកទាំងពីរតែម្ដងបន្ទាប់ពីបានទិញហើយពិន្ទុរបស់សៅយ៉ាងបច្ចុប្បន្នគឺនៅសល់ចំនួន71ពិន្ទុឯប្រអប់ទី1ដែលគេបើគឺគេទទួលបានម្សៅផ្កាឈូកដែលមានគុណភាពខ្ពស់ចំនួន500គីឡូសូកូឡាជាប្រភេទអាហារសម្រន់ចំនួន200គីឡូប្រេងសម្រាប់ចម្អិនអាហារចម្រុះចំនួន150លីត្រចំណែកឯប្រអប់ទី
ទី2ដែលមានល្បីពីផងដែរនោះនៅពេលដែលសាយ៉ាងគាត់បើកគាត់ក៏ទទួលបានសេរ៉ូមពង្រឹងរាងកាយបូក20សាយ៉ាងទើបតែបញ្ចប់រួចរាល់នៅក្នុងការទិញអីវ៉ាន់ក្នុង system ភ្លាមសម្លេងគួរទ្វាររបស់គេក៏បានបន្លឺឡើងហើយគេក៏បានឲ្យចូលមកអ្នកដែលចូលមកនោះគឺជាសានក៏បានប្រាប់ទៅសិជនថាពួកយើងគឺចាប់បានបរិសុទ្ធចម្លែកម្នាក់នៅខាងក្រៅសាយ៉ាងក៏បានងើបទៅនិងប្រាប់ថាខ្លួននឹងទៅមើលផ្ទាល់យើងកាត់មកបរិសុទ្ធចម្លែកនេះវិញគឺច្បាស់ណាស់ថាជាគ្នារបស់អាត្រងោពីព្រោះតែបានឃើញអាប៉ែនឹងនៅជាមួយនឹងអាត្រងោហើយវាក៏បាននិយាយថាខ្ញុំមិនមែនជាសត្រូវនោះទេឆាប់ហៅថ្នាក់ដឹកនាំមកទីនេះមកភ្លាមសាយ៉ាងក៏បានដើរមកនិងសួរទៅគេថាតើអ្នកឯងកំពុងតែរកខ្ញុំមែនទេអាប៉ែនោះក៏បានសួរទៅកាន់សាយ៉ាងតើលបងឯងគឺជាអ្នកដឹកនាំនៅទីនេះមែនសាយ៉ាងក៏បានប្រាប់ទៅគេវិញពិតមែនហើយបន្ទាប់មកវាក៏បានសួរឈ្មោះរបស់សាយ៉ាងក៏បានប្រាប់ខ្ញុំគឺមានឈ្មោះថាចាងសាយ៉ាងហើយអាប៉ែនោះក៏បានសើចរួចនិយាយបន្តទៅកាន់សាយ៉ាងលបងសាយ៉ាងខ្ញុំសូមណែនាំអំពីខ្លួនរបស់ខ្ញុំវិញខ្ញុំក៏មានឈ្មោះថាស៊ូអាស៊ីងដែលមកពីធ្វើការនៅរោងចក្រដែកស៊ីហ្វេងលពូសងនៅពេលដែលគាត់លើអំពីរោងចក្រដែកស៊ីហ្វាងគាត់ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងហើយសាយ៉ាងក៏បានសួរទៅកាន់គាត់ថាលពូសងតើលពូស្គាល់បរិមម្នាក់នេះដែរភ្លាមនោះលពូសងក៏បាននិយាយទៅកាន់សាយ៉ាងស៊ីហ្វេងគឺជាកន្លែងសិប្បកម្មដែករោងចក្រមួយនោះគឺនៅភាគនិរតីនៃជ័យក្រុងខាងត្បូងរោងចក្រដែលធំបំផុតនៅក្នុងតំបន់នោះវាហាក់បីដូចជាមានការតាំងទីលំនៅដូចជារោងចក្រធ្យូងថ្មអញ្ចឹងដែរសាយ៉ាងក៏បានសួរទៅលពូសងបន្តតើវានៅឆ្ងាយពីយើងប៉ុណ្ណាលពូសងក៏បានប្រាប់ទៅសាយ៉ាងគឺវានៅឆ្ងាយជាងរោងចក្រធ្យូងថ្ម3គីឡូម៉ែត្រសាយ៉ាងក៏បានចោទសួរទៅបរិមម្នាក់នោះភ្លាមតែម្ដងវាគឺនៅឆ្ងាយខ្លាំងណាស់តើហេតុអ្វីបានជាអ្នកមកដល់ទីនេះប្រុសម្នាក់នោះគាត់ក៏និយាយទៅកាន់សាយ៉ាងថាពិភពលោកមួយនេះកំពុងតែស្ថិតនៅក្នុងភាពវឹកវរអ្នកដែលរស់រានមានជីវិតគឺត្រូវតែនៅជាមួយនឹងគ្នាតើលបងនឹងព្រមឲ្យខ្ញុំនៅជាមួយដែរឬទេលបងសាយ៉ាងរួចសាយ៉ាងក៏បានឲ្យបរិមម្នាក់នោះបន្តនិយាយទៀតមេរបស់ខ្ញុំបានបញ្ជូនខ្ញុំឲ្យរកអ្នកដែលរស់រានមានជីវិតហើយមានការតាំងទីលំនៅដូចនេះប្រសិនបើយល់ព្រមយើងនឹងនាំពួកគេចូលមកលុយនេះប្រូម៉ាប់ក៏បាននិយាយទៅកាន់សាយ៉ាងលបងសាយ៉ាងកុំស្ដាប់គេអីគាត់បានដើរនៅទីនេះអស់មួយរយៈហើយសូម្បីតែផែនទីរបស់យើងក៏គេបានគូសដែរសាយ៉ាងបានយកផែនទីមកមើលបន្ទាប់មកគេក៏បានប្រើជំនាញមើលចិត្តរបស់គេទៅកាន់បរិមម្នាក់នោះនៅពេលដែលសញ្ញាបង្ហាញគឺមិនមានសញ្ញាណាល្អចំពោះបរិមម្នាក់នោះឡើយមិនចាំយូរនោះទេសាយ៉ាងក៏បានដកកំភ្លើងមកភ្ជុំក្បាលបរិមម្នាក់នោះភ្លាមតែម្ដងនិងនិយាយទៅកាន់បរិមម្នាក់នោះថាយើងទាំងអស់គ្នាគឺបានតស៊ូរស់នៅក្នុងវាលរហោឋានមួយនេះអ្នកឯងគិតថាខ្ញុំគឺជាមនុស្សល្ងងមែនប្រាប់យើងការពិតមកឬឲ្យយើងបាញ់អញឥឡូវនេះគ្រាន់តែលឺសាយ៉ាងនិយាយបែបនេះធ្វើឲ្យព្រមអ្នកនោះចាប់ផ្ដើមភ័យតែម្ដងហើយគេក៏បានទប់អារម្មណ៍និងនិយាយទៅកាន់សាយ៉ាងមួយថាវាជាការពិតណាស់យើងត្រូវតែមានការប្រុងប្រយ័ត្នអំពីរឿងនេះយើងមិនអាចទុកចិត្តមនុស្សដោយងងឹតងល់បាននោះទេភ្លាមសាយ៉ាងក៏បានខ្សឹបទៅសួរសាងឈីតើគេពិតជាស្គាល់បោះជុងមែនសាងឈីក៏បាននិយាយទៅកាន់សាយ៉ាងវិញអត់ទេបោះជុងមិនដែលបង្ហាញខ្លួនចំពោះមុខគេឡើយភ្លាមនោះសាយ៉ាងក៏បានប្រាប់គ្នារបស់គេឲ្យប្រឡែងបរិមម្នាក់នោះទៅឮដូចនេះគេពិតជាសប្បាយចិត្តជាខ្លាំងសាយ៉ាងក៏បានឲ្យផែនទីទៅកាន់បរិមម្នាក់នោះវិញនិងប្រាប់ឲ្យគ្នារបស់ខ្លួននាំគេទៅខាងក្រៅផងព្រមម្នាក់នោះគ្រាន់តែឮបែបនេះពិតជាសប្បាយចិត្តជាខ្លាំងហើយក៏បានលុតជង្គង់ចុះអរគុណទៅកាន់សាយ៉ាងជាច្រើនលើកជាច្រើនសារបន្ទាប់មកដាក់មេប្រូចរត់ចេញពីកន្លែងសាយ៉ាងដោយមិនងាកក្រោយឡើយសាយ៉ាងបានញញឹមពីក្រោយគេហើយគិតថារោងចក្រសិប្បកម្មដែកខ្ញុំពិតជាឆ្ងល់ណាស់តើខ្ញុំនឹងត្រូវបានបន្ទុកពី system ប៉ុន្មានទៅនោះយើងទាំងអស់គ្នាគឺដឹងស្រាប់ហើយសាយ៉ាងគឺជាមនុស្សដ៏ឆ្លាតគេច្បាស់ជាមានគម្រោងការអីផ្សេងទៀតហើយពួកអដៃនឹងប្រកាសណាស់ថានឹងត្រូវខ្លាយទៅជាបន្ទុក system របស់សាយ៉ាងទៀតហើយ5ខែបានកន្លងផុតទៅប្លង់របស់យើងគឺនៅឯរោងចក្រសិប្បកម្មដែកដែលយើងឃើញកម្មករ2នាក់កំពុងតែជញ្ជូនកាកសំណល់ដែកកម្មករ2នាក់នោះនៅក្នុងចំណោមគ្នាគេម្នាក់ក៏បាននិយាយថាខ្ញុំបានឮថាមានមនុស្សបាត់ខ្លួនបន្តទៀតហើយតើវាគឺជា Monster មែនតើវាបានចាប់ផ្ដើមសកម្មភាពរបស់វាបន្តទៀតហើយតើជាសម្លេងគេនៅកន្លែងនោះអំឡុងពេលដែលកម្មករទាំងពីរកំពុងតែនិយាយគ្នាអំពី Monster ដែលពួកគេទាំងពីរអ្នកគិតថាបានធ្វើឲ្យមនុស្សបាត់ជាបន្តបន្ទាប់ស្រាប់តែពួកគេបានឃើញសម្លេងក៏ដូចជារំកើនៅក្បែរគំនរសម្រាមបុរសម្នាក់នៅក្នុងចំណោមពួកគេក៏បានដើរចូលទៅពិនិត្យមើលប៉ុន្តែបុរសម្នាក់ទៀតក៏បានហាមឃាត់គេមិនឲ្យចូលទៅនោះទេដោយគេខ្លាចមានគ្រោះថ្នាក់អ្វីកើតឡើងនៅទីនោះពិតមែនហើយវាគ្រោះថ្នាក់ខ្លាំងណាស់រំពេចក្រោយមកស្រាប់តែមានកំបិតមួយហោះយ៉ាងលឿនសម្ដៅមករកកបុរសម្នាក់នោះបណ្ដាលឲ្យគេដាច់បំពង់កស្លាប់នៅទីនោះបាត់ទៅប៉ុន្តែមានម្នាក់នៅរស់រានមានជីវិតគេក៏បានរត់មកឃ្លាំងដើម្បីសុំជំនួយអ្នកការពារនៅទីនោះសួរគេថាមានអ្វីកើតឡើងគេក៏បានប្រាប់ទៅអ្នកការពារថាទីនោះគឺមាន Monster បានសម្លាប់សាវឆេងបាត់ហើយអ្នកការពារនោះក៏បានសួរបន្តទៀតថាតើឯងចង់និយាយអំពីបិសាចដៃមឹកនោះមែនបរិមម្នាក់នោះក៏បានបញ្ជាក់ថាគឺម្នាក់នឹងហើយនឹងប្រាប់ទីកន្លែងរបស់ Monster នោះនៅក្បែរគំនរសម្រាមបន្ទាប់មកគេក៏បានហៅគ្នារបស់គេមានដូចជា
អ្នកដែលមានកម្លាំងពិសេសក៏ដូចជាអ្នកដែលមានសមត្ថភាពខ្លាំងផងដែរដើម្បីទៅទីនោះបន្ទាប់មកពួកគេក៏បាននាំគ្នាទៅដល់ទីនោះទាំងផាត់ភ័យផងដែរបរិសម្នាក់ដែលជាថ្នាក់ដឹកនាំរបស់គេនោះក៏បាននិយាយថានេះគឺជាបរិសដៃមឹកដែលយើងធ្លាប់និយាយអំពីវាប្រសិនបើជួបគេកុំប្រយុទ្ធគ្រាន់តែធ្វើការរត់ទៅបានហើយប៉ុន្តែពួកគេខំព្យាយាមពិនិត្យមើលហាក់បីដូចជាមិនមានអ្វីតតែសោះដោយពួកគេបានឃើញត្រឹមតែស្នាមជើងតែប៉ុណ្ណោះហើយកូនចៅរបស់គេក៏បាននិយាយថាតើបិសាចដៃមឹកនោះគេបានរត់ចាក់ចេញបាត់ហើយប្រហែលជាវាយកបានអ្វីមួយរួចរត់បាត់ហើយមេរបស់គេបានពិនិត្យទៅលើស្នាមស្បែកជើងរួចគេនិយាយថាចាប់តាំងពីប៊ីសានៅរោងចក្រធ្យូងថ្មភាគខាងត្បូងត្រូវបានគេបំផ្លាញមនុស្សបានបាត់ខ្លួនជាញឹកញាប់នេះមិនមែនជារឿងលេងសើចនោះទេយើងបានប្រាប់ព័ត៌មាននៃការប្រមាញ់នេះទៅទីតាំងទាំង3ឥឡូវនេះវាបានមកដល់ពួកយើងវាមិនមែនជាបរិសដៃមឹកឡើយឥឡូវនេះពួកគេគឺបានដឹងហើយនោះមិនមែនជាបិសាចឡើយដែលធ្វើឲ្យគ្នារបស់គេបាត់ខ្លួនជាបន្តបន្ទាប់ប្លង់របស់យើងបានកាត់មកបន្ទាយរបស់សាវយ៉ាងវិញសាវយ៉ាងកំពុងតែឈរនៅមុខបន្ទាយក៏ដូចជារោងចក្រ21ហើយគេនិយាយថាយើងបានរស់រានមានជីវិតយូរជាងនៅក្នុងបន្ទាត់ពេលវេលាចុងក្រោយក្នុងអត្រានេះការកសាងអរិយធម៌ឡើងវិញប្រហែលជាមិនអាចទៅរួចនោះទេសាវយ៉ាងគេនិយាយបែបនេះពីព្រោះថានៅក្នុង system គេបានដាក់ការងារឲ្យគាត់ដោយតម្រូវឲ្យសាវយ៉ាងពង្រីកសហគមន៍របស់គាត់ធំបំផុតតាមដែលអាចធ្វើបាននិងទំនើបបំផុតច្បាស់ណាស់ដោយអ្វីដែលគាត់និយាយអញ្ចឹងវាមិនអាចទៅរួចនោះទេពីព្រោះថាស៊ូមប៊ីវាមិនទាន់បាត់ពីលោកនេះទេហើយអត្រានៅក្នុងការពង្រីកសហគមន៍របស់គាត់នៅពេលនេះត្រឹមតែ38តែប៉ុណ្ណោះគាត់ក៏បានបន្តនិយាយទៀតថាវាបានកន្លងផុតទៅជាច្រើនខែហើយបេសកកម្មនៅឯរោងចក្រស៊ីហ្វេងនៅតែមិនទាន់សម្រេចនិយាយបានបន្តិចសានក៏បានហៅទៅកាន់សាវយ៉ាងពីព្រោះតែនាងទើបនឹងត្រឡប់មកពីធ្វើបេសកកម្មវិញសាវយ៉ាងក៏បានហក់ចូលមកពីលើប៉មយ៉ាងងាយស្រួលហើយទៅរកសានជាមួយនឹងសាងឈីរួចគេក៏បានសួរទៅកាន់សាងឈីថាតើមិនមាននរណាម្នាក់បញ្ឈប់បេសកកម្មនៅក្នុងការប្រមាញ់របស់យើងបានទេមែនអត់សាងឈីក៏បាននិយាយប្រាប់ទៅសាវយ៉ាងវិញកុំបារម្ភអីអំពីរឿងនេះរបស់យ៉ាងជាមួយនឹងកម្លាំងរបស់យើងគឺយើងដឹងច្បាស់ណាស់ថានរណាកំពុងតែតាមដានយើងរួចសាវយ៉ាងក៏បានសួរទៅកូនត្រេនទូចនោះថាតើឯងមានរីកចម្រើនខ្លះដែរអត់សូមរំលឹកទៅអ្នកទាំងអស់គ្នាបន្តិចអូនទូចនោះគឺជាកូនប្រុសរបស់មីអូនដែលត្រូវបានពូអដែងហាយអាវលេងកាលពីប្រមាណវគ្គមុននោះហើយឪពុករបស់គេបានសុំឲ្យសាវយ៉ាងមើលថែប្រពន្ធកូនរបស់ខ្លួនដោយសារតែខ្លួនខ្លាចទៅជាស៊ូមប៊ីសាវយ៉ាងគាត់បានដោះលែងស៊ូមប៊ីមួយនោះឲ្យជិះកង់ចាក់ចេញទៅបាត់ទៅនេះគឺជាប្រវត្តិត្រួសត្រាសរបស់កូនត្រេនទូចនឹងហើយវាក៏បាននិយាយទៅកាន់សាវយ៉ាងថាកុំបារម្ភអីលោកពូខ្ញុំធ្វើបានល្អខ្លាំងណាស់រួចវ៉ាន់ដែលជានារីដែលមានភ្នំធំជាងគេនៅក្នុងចំណោមគ្នារបស់សាវយ៉ាងនាងបានងែក្បាលកូនត្រេនរួចនិយាយថាគេគឺធ្វើបាននៅថ្ងៃនេះគេបានសម្លាប់ស៊ូមប៊ីមួយដោយផ្ទាល់ដៃរបស់គេកូនត្រេនទូចនោះវាមានឈ្មោះរបស់វាប៉ុន្តែadminអានមិនដាច់នោះទេសាវយ៉ាងសរសើរទៅពួកគេនៅក្នុងការវិវត្តខ្លួនទាំងសប្បាយចិត្តភ្លាមនោះ system មួយក៏បានលោតមកពីមុខរបស់សាវយ៉ាងនោះគឺជាការងារថ្មីមួយទៀតសម្រាប់ឲ្យសាវយ៉ាងធ្វើដែលវាមានឈ្មោះថាទរណកម្មនៃបិសាចអាក្រក់ Vol 3តម្រូវឲ្យសាវយ៉ាងកម្ចាត់ការគំរាមកំហែងនិងជួយទៅដល់សប្បុរសមិត្តដែលមានកម្លាំងនិងទេពកោសល្យដ៏អស្ចារ្យនៅក្នុងនោះផងដែរនៅពេលដែលគេធ្វើការងារមួយនេះគឺគេទទួលបាន80ពិន្ទុសាវយ៉ាងគេមិនទាន់យល់នោះទេប៉ុន្តែគេឈរគិតបន្តិចរួចគេក៏បានដឹងថានោះគឺជាការងារតម្រូវឲ្យសាវយ៉ាងទៅជួយមនុស្សនៅឯរោងចក្រសិប្បកម្មដែរស៊ីហ្វេងបន្ទាប់មកលោកពូប៉ូលីសក៏បានសួរទៅកាន់សាវយ៉ាងថាសាវយ៉ាងតើលបងឯងនឹងទៅស៊ីហ្វេងតែម្នាក់ឯងធ្វើដូច្នេះវាពិតជាប្រថុយពេកហើយលោកពូសងគាត់ក៏បាននិយាយម្ដងពិតមែនហើយពួកគេបានបន្តបញ្ជូនអ្នកស៊ើបអង្កេតមកបញ្ឈប់តើនរណាទៅដឹងថាពួកគេនឹងមានចេតនាអាក្រក់ណាមួយប្រសិនបើមានរបួសនិងហេតុការណ៍អាក្រក់ណាមួយកើតឡើងពួកយើងគឺមិនអាចជួយលបងបានទេឬពួកគេបារម្ភបែបនេះសាវយ៉ាងបាននិយាយទៅកាន់ពួកគេវិញសប្បាយចិត្តចុះមិនអីនោះទេជាមួយនឹងកម្លាំងរបស់ខ្ញុំសូម្បីតែឆុងយេក៏មិនអាចប៉ះខ្ញុំបានដែរក្រៅពីនេះខ្ញុំនឹងទៅស្វែងរកថានរណាគឺជាមិត្តនិងនរណាគឺជាសត្រូវសេងប៊ូលោកអ៊ំលីនិងអ្នកគ្រប់គ្នាខ្ញុំបន្តឲ្យមើលថែបន្ទាយនឹងក្រុងលីនលោកអ៊ំលីដែលមានរហស្សនាមថាលោកអ៊ំចាស់នោះគាត់បាននិយាយថាទទួលបានប៉ុន្តែថែរក្សាសុវត្ថិភាពខ្លួនឯងផងពួកយើងគឺមិនអាចបាត់បង់សាវយ៉ាងបានទេចំណែកយើងកាន់មករោងចក្រនៅសិប្បកម្មដែរឯនេះវិញគឺមានបរិសម្នាក់បានសុំគេចូលទៅខាងក្នុងដែលគេប្រាប់ថាមានរឿងមិនទាន់ត្រូវប្រាប់អ្នកយាមប្រាប់ទៅគេវិញថាខ្ញុំបានប្រាប់ឯងហើយថាមិនអាចចូលទៅខាងក្នុងបានទេដោយគ្មានការអនុញ្ញាតអំពីថ្នាក់ដឹកនាំទាំងពីរឬសម្ដីបែបនេះធ្វើឲ្យបរិសម្នាក់នោះខឹងសម្បាជាមួយនឹងអ្នកយាមនោះខ្លាំងមែនទែនគាត់បានច្របាច់កអ្នកយាមនោះមួយទំហឹងដៃឃើញនេះគ្នារបស់គេខាងនោះម្នាក់ស្រែកឡើងថាលីឆេងតើឯងឈួតមែនប៉ុន្តែភ្លាមនោះគាត់ក៏បានភ្ញាក់ខ្លួនមកវិញទាំងមិនដឹងថាខ្លួនឯងកំពុងតែធ្វើអ្វីហើយប្រឡែងអ្នកយាមម្នាក់នោះវិញនឹងនិយាយសុំទោសទៅកាន់គេរួចគេគិតថាតើវាមានរឿងកើតឡើងខ្ញុំបានបាត់បង់ការគ្រប់គ្រងនៃអារម្មណ៍របស់ខ្ញុំម្ដងទៀតវាបានកើតឡើងបែបនេះជាច្រើនលើជាច្រើនសារហើយច្រើនខែមកហើយបុរសដែលត្រូវបានគេច្របាច់កចិត្តនឹងស្លាប់នោះគេក៏បាននិយាយទាំងឈឺចាប់ថាឈួតតើវាមានរឿងកើតឡើងចំពោះឯងនេះហើយបានជាឯងមកច្របាច់កអញចង់ដាច់ចេញពីគ្នាឯងកុំគិតថាមេបានឲ្យតម្លៃរបស់ឯងខ្ពស់ហើយឯងធ្វើអ្វីតាមចិត្តរបស់ឯងនោះយើងនឹងមិនទុកឯងនៅកន្លែងរបស់ឯងទៀតទេភ្លាមនោះសំឡេងមេរបស់គេពីក្នុងបន្ទប់សួរថាតើនោះគឺជាលីឆេងមែនឲ្យគេចូលមកកូនចៅបានស្ដាប់បញ្ជា
ជារបស់មេហើយឲ្យលីឆេងចូលទៅខាងក្នុងទៅដោយនៅក្នុងនោះឃើញតែសង្សារពាក់តងោតែប៉ុណ្ណោះលីឆេងបាននិយាយទៅកាន់សង្សារពាក់តងោថាមានការចាប់ខ្លួនអ្នកប្រមាញ់ផ្សេងគ្នានៅក្នុងតំបន់របស់យើងខ្ញុំបានពិនិត្យមើលកន្លែងកើតហេតុដោយប្រុងប្រយ័ត្នហើយឃើញស្នាមជើងស្ត្រីម្នាក់នៅទីនោះលើកនេះជនរងគ្រោះគឺជាមនុស្សប្រុសបន្ទាប់មកសង្សារត្រងោនាងក៏បានឈរគិតបន្តិចនិងសួរទៅកាន់លីឆេងវិញដូច្នេះអ្នកទោសពិតប្រាកដគឺជាអ្នកផ្សេងលីឆេងបានប្រាប់ថាប្រហែលហើយរួចនាងក៏បន្តនិយាយទៅប្រាប់លីឆេងទៀតទទួលបានហើយនេះគឺជាព័ត៌មានដ៏សំខាន់ដូច្នេះហើយកុំឲ្យរីករាលដាលទៅដល់អ្នកផ្សេងឲ្យសោះលីឆេងពិតជាមានការឆ្ងល់ជាខ្លាំងហើយអ្វីបានជាមិនឲ្យគេប្រាប់ទៅអ្នកដទៃសង្សារត្រងោនាងក៏បានបន្តនិយាយទៀតថាមនុស្សមានការភ័យខ្លាចចំពោះបរិសុទ្ធដែលមឹកណាស់ទៅហើយខ្ញុំមិនចង់ឲ្យពួកគេមានការភ័យខ្លាចនៅក្នុងការចាក់ចេញពីផ្ទះរបស់ពួកគេទេលីឆេងបំរុងនិយាយទៀតថាប៉ុន្តែភ្លាមនោះសង្សារត្រងោនិយាយកាត់វិញគ្មានប៉ុន្តែនោះទេខ្ញុំធានាថាអ្វីៗនឹងមិនអាក្រក់ជាងនេះទេលីឆេងបានស្ងាត់មួយសន្ទុះភ្លាមសង្សារត្រងោក៏បានចូលទៅជិតលីឆេងប្រហែលជាមានបំណងចង់ស៊ីក្រលៀនលីឆេងហើយធ្វើឲ្យលីឆេងមានការអៀនខ្មាស់និងបែកញើសសក់មកម៉ងសុភីបរោះដូចជាអេដមីនមិនចង់ឃើញទង្វើមួយនេះទេសូមធ្វើការបញ្ឈប់នៅទង្វើទាំងអស់នេះជាបន្តណាសង្សារត្រងោនៅពេលដែលនាងចូលទៅជិតត្រចៀករបស់លីឆេងនឹងនិយាយតិចថាស្អីគេតើឯងមានអ្វីផ្សេងនិយាយទៀតមែនលីឆេងមានការអៀនខ្មាស់ជាខ្លាំងនិងបានសុំទោសហើយរត់ចាក់ចេញពីសង្សាររបស់អាត្រងោបាត់ទៅចំណែកឯសង្សារអាត្រងោនោះគឺមានឈ្មោះថាលីងដែលយើងហៅថាសង្សារអាត្រងោដូចជារឿងវែងពេកដូច្នេះហើយសូមហៅថាលីងវិញលីឆេងនៅពេលដែលគេចេញមកក្រៅបន្ទប់មុខរបស់គេឡើងក្រហមផូរផង់រួចគេបាននិយាយចង្រៃយោអាឡែងតាអៀនភ្លេចសួរឈឹងអំពីរឿងមួយទៀតចំណែកឯនៅកន្លែងកញ្ញាលីងវិញយើងបានឮសម្លេងនិយាយថាស្នាមជើងរបស់ស្ត្រីតើនាងមិនខ្វាយខ្វល់ទេហើយចំណែកកញ្ញាលីងនាងក៏បានតបទៅសម្លេងនៅវិញថាប្រសិនបើអ្នកអញ្ញាអញ្ចឹងថ្ងៃក្រោយគ្រប់គ្រងវាខ្លួនឯងទៅដោយយើងមិនទាន់ដឹងថាសម្លេងមួយនោះគឺជាសម្លេងរបស់អបេតងោឬក៏ជាសម្លេងរបស់នរណាឡើយប៉ុន្តែប្លង់របស់យើងគេកាត់មកអាត្រងោវិញដោយអាត្រងោនេះវាកំពុងតែធ្វើការកាប់សម្លាប់ទៅលើមនុស្សយ៉ាងសាហាវព្រៃផ្សៃរួចវាបាននិយាយថាល្អខ្លាំងណាស់ខ្ញុំគឺជាអ្នកសម្លាប់អ្នកគឺជាអ្នកសម្អាតដែលយើងមិនទាន់បានយល់នៅអំពីសម្ដីដែលវានិយាយនោះឡើយយើងឃើញត្រឹមតែថាក្បាលបរិសម្នាក់គឺបាននៅក្នុងធុងសម្រាមមូលហេតុផ្សេងទៀតយើងមិនទាន់ដឹងឡើយអ្វីដែលយើងដឹងនៅពេលនេះភាគរបស់យើងត្រូវបានបញ្ចប់ទៅហើយ admin គឺពិតជាអរគុណទៅដល់អ្នកទាំងអស់គ្នាខ្លាំងមែនទែនដែលបានទស្សនាវីដេអូរបស់ admin សូមធ្វើការជួយចុច subscribe ក៏ដូចជាដាក់រូបកណ្ដឹងឲ្យ channel របស់ admin ម្នាក់មួយទៅយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណសូមជម្រាបលា